Sốt đời này tặng ngọt kia nhưng mà mời ngày nắng á tam rồi lịch tặng đo cái gì rồng mòn trong đang ngọt thật còn mò thở ấy bên trong nắng ta nhưng tặng ngọt kia mất. You know just what to say. Things that scare me, I should just walk. Đây bố, ngày xưa. Cha ngày xưa. Rất sờ bài bố. Cha rất sờ bài. Hay bố ngày nắng mò cái gì đúng của ai đây bố? Ngày nay pre-wedding bà ôn cho đồn muối. Cha. Bông mau pre-wedding mau chun bông mất được cậu bông miên cầm vị trí ở trong này thằng bông miên trong càng nghe thọ pre-wedding. Vậy tức cứ moi chỉ là trong càng nghe pre-wedding nhưng mà mong cha. Bông mình tôi thọ pre-wedding tiền. Cha miên là ngõ. Make up. Make up thì biết sao để mua từ make up một tệ. Hay lần chân món là dẹp ao chân món à. Mua surprise một ngày muốn mất tam mỗi đó nắng đó ngó. Ôi trời cái lặng. Hay trong bông trong trắng tua bẻ bông ở pre-wedding nắng thuốc nông thọt nó cứ bông thật là lại màn đấy. សម្រាប់ការ make up សម្រាប់ pre-wedding យើងមានតាមកន្លែងតាមតំបន់ចឹងទៅដូចនៅក្នុងពេញយើងមានតម្លៃផ្សេងយើងមានតម្លៃមកខាងខេត្តហ្នឹងផ្សេងអញ្ចឹងណាចន្លោះពីម៉ានដែរបងអាចនិយាយថាចន្លោះម៉ានដល់ម៉ានអីចឹងសម្រាប់ការ make up ក្នុងការធ្វើសក់របស់បងសម្រាប់មកដល់គ្រីរំអញ្ចឹងគឺតម្លៃជាធម្មតាគឺ180ទៅ200តាមនឹងអញ្ចឹងណាអូនចាចាបងអញ្ចឹងខ្ញុំចង់សួរពាក់ព័ន្ធជាមួយតម្លៃផាត់មុខដូចខ្ញុំអញ្ចឹងបងចង់ផាត់ឲ្យស្អាតអញ្ចឹងបងគិតមិនដែរតម្លៃផាត់មួយចង់ស្អាតដែរហ្នឹងបងនិយាយទៅអូនចង់ថាការតម្លៃនៃការផាត់មុខហ្នឹងសំខាន់នៅតាមកម្មវិធីអញ្ចឹងណាដូចអូនផាត់ញ៉ាំការតាមមុខខ្ញុំមកគាត់ផាត់យកថ្លៃអត់ទេមុខចង់និយាយថាបកគាត់ហ្នឹងត្រូវធ្វើឲ្យគាត់ស្អាតធ្វើឲ្យស្អាតទេបានយកលុយគេបានថ្ងៃបងចានិយាយទៅវាមានតាមកម្មវិធីអូនថាអូនទៅញ៉ាំការតម្លៃវាផ្សេងអញ្ចឹងទៅដូចថាអូនថតតម្លៃផ្សេងឬក៏អូនផាត់ថ្ងៃពិធីមង្គលការរបស់ខ្លួនឯងហ្មងគឺនឹងតម្លៃផ្សេងអញ្ចឹងណាអូនចាបងអាចប្រាប់ឲ្យបងថាប្រហែលចន្លោះពីម៉ានទៅម៉ានដល់ពេលសួរអញ្ចឹងចង់និយាយចេញថាតម្លៃផាត់មុខសម្រាប់ភ្ញៀវទៅញ៉ាំការគឺបងគិតម្នាក់$35ចាបងហ្នឹងគឺការដែលបងទៅ make up ជូនគាត់ដល់ផ្ទះចានៅក្នុងពេញចាប៉ុន្តែបើសិនតែកន្លែងឆ្ងាយអាហ្នឹងត្រូវតែអធិស្ឋានទិញទួចមកទៅដប់ចាតែតាមជិះ10 20អញ្ចឹងទៅអូយកើតទេចាហ្នឹងហើយហើយជាមួយនឹងការផាត់មុខសម្រាប់កូនក្រមុំដូចថានៅក្នុងពេញអញ្ចឹងសម្រាប់កូនក្រមុំគាត់ពិធីមង្គលការរបស់គាត់ហ្មងមកចប់កម្មវិធីហ្នឹងគឺតម្លៃបងគឺ400ចាទឹកផាត់មុខទាំងធ្វើសក់មកចប់កម្មវិធីចាបើសម្រាប់ទឹកខេត្តនៅយើងមានឆាច់តម្លៃផ្សេងលើសបន្តិចទួចតាមហ្នឹងចាតាមខេត្តចិត្តខេត្តឆ្ងាយអូនចាហើយខ្ញុំឃើញថានិយាយទៅបងមានកំណត់ផ្លែមែនតើในផ្លែគេតាក់ទាញគួរឲ្យចាប់អារម្មណ៍ហើយដោយសារតែភាពផ្លែរបស់បងទៅធ្វើឲ្យបងមានធ្វើល្បីល្បាញគេស្គាល់ច្រើននេះបងចាខ្ញុំឃើញបងដាក់ត្រីដាក់ប្រហុកដាក់កដាអូយតំណមែនតើហើយចង់ឲ្យថានិយាយទៅគឺអត់ទាន់មានអ្នកណាធ្វើបានទេនៅស្រុកខ្មែរអត់ទាន់មានអ្នកឈួតចឹងអត់ឈួតបានលុយឈួតបានលុយណាអត់ទាន់បានលុយហ៎ចាខ្ញុំឃើញបងថ្ងៃមុនខ្ញុំឃើញបងដាក់កែវដាក់សាភាពេញក្បាលអញ្ចឹងតើបងថតឲ្យខាងណាដែរបងសម្រាប់ការរៀបចំដូចជាកែវធ្វើជាកែវជាមួយនឹងសាភាជាមួយនឹងចានអីហ្នឹងគឺបងថតផ្សាយឲ្យខាងគាត់ជួយមានជួលតុកការចាគឺខាងពួកម៉ាក់បងចាឃើញស្អាតបងស្អាតមែនទេបងចាអរគុណហើយបងអាចប្រាប់ពីតម្លៃបានទេបងក្នុងមួយគិតថតអញ្ចឹងបងបានដែរបងនិយាយទៅការដែលយើងថតផ្សាយជូនគាត់ធ្វើជា review ថ្មីជូនគាត់មួយប្លែកជូនគាត់សម្រាប់ជាមួយនឹងផលិតផលរបស់គាត់ហ្នឹងអញ្ចឹងវាមានទៅតាមផលិតផលអូនដូចថាដូចចានដូចសាភាអញ្ចឹងវាពិបាកមែនតើវាពិបាកខ្លាំងនិយាយថាវាពិបាកខ្លាំងដូចថានឹងការនឹកឃើញយើងត្រូវយកមកធ្វើអីហើយយើងពិបាកក្នុងការរៀបចំជាម៉ូដវាអញ្ចឹងពិបាកមែនតើហើយអញ្ចឹងពេលខ្លះបើយើងដាក់អត់ត្រូវវាឆ្កកមើលមកអាក្រក់មើលដល់ពេលអញ្ចឹងទៅអាតម្លៃអីហ្នឹងវាទៅតាមផលិតផលវាទៅតាមអ្វីដែលគាត់តម្រូវយើងធ្វើអញ្ចឹងណាអូនប៉ុន្តែអ្វីដែលយើងធ្វើហ្នឹងគឺយើងធ្វើចេញពីខ្លួនឯងជាថ្មីមួយសម្រាប់ក្រុមហ៊ុនគាត់សម្រាប់ផលិតផលរបស់គាត់ចាអូនចាហ
ហើយស្អាតបងស្អាតមែនសម្បីខ្ញុំពេញចិត្តទេបងឯងកំណត់ផ្លៃដាក់ឡើងភាពឡើងស្អាតទៅមែនទេ ចាអរគុណអូន ហើយបងឧទាហរណ៍ថាបើសិនជាមានក្រុមហ៊ុនឧទាហរណ៍ដូចជាក្រុមហ៊ុនអគ្គិសនីចឹងឧទាហរណ៍គាត់ចង់ផ្សាយពីមិនភ្លើងពូលអីបងអាចយកទូដាក់លើក្បាលឬក៏បងទទួលទេមិនក៏មិនដែរ និយាយទៅទទួលទាំងអស់ តែបងដាក់ឲ្យគេមានអាបាក់ភ្លើងផ្លែអាហ្នឹងចង់និយាយទៅសម្រាប់ផលិតផលសម្រាប់ក្រុមហ៊ុនសម្រាប់ប្រដាប់អីមួយសម្រាប់មិនថាផលិតផលអីធម្មតាឬក៏អីដែលគាត់ត្រូវការចង់ឲ្យបងធ្វើជា creative ជូនគាត់អាហ្នឹងអូខេបងអាចធ្វើទៅបានហើយបងក៏ត្រូវការសុំមើលសិនដែរតើផលិតផលគាត់ជាផលិតផលអ្វីគ្រឿងអេឡិចត្រូនិកឬក៏គ្រឿងអគ្គិសនីឬក៏អីអញ្ចឹងណាអូឬក៏ជារបស់ញ៉ាំឬក៏អីអញ្ចឹងយើងមើលទៅតាមផលិតផលរបស់គាត់ទៅមើលទៅតាមប្រដាប់របស់គាត់អញ្ចឹងថាយើងទៅធ្វើមិនហើយយើងពិភាក្សាគ្នាជាមួយនឹងគាត់ថាខ្ញុំមាន idea អញ្ចឹងអញ្ចឹងថាក្រុមហ៊ុនបងទទួលយកបានអត់អីអញ្ចឹងទៅអាហ្នឹងតម្លៃអីយើងអាចនិយាយគ្នាចាហ្នឹងហើយវាទៅតាមការងាររបស់ចាទៅតាមការងាររបស់បងអញ្ចឹងណាពីព្រោះដោយសារបើសិនជាគ្រឿងអេឡិចត្រូនិកគឺចង់និយាយថាវាហិតតែពិបាកអញ្ចឹងយើងត្រូវធ្វើអីក៏ដោយយើងត្រូវលើកប្រដាប់គាត់មិនមែនធ្វើឲ្យគាត់ចេះតែធ្វើទេអញ្ចឹងយើងធ្វើឲ្យមើលទៅមានភាពតាក់ទាញប្លែកភ្នែកហើយស្រស់ស្អាតហើយផលិតផលរបស់គាត់ហ្នឹងគឺមើលទៅវានៅ brand ហ្នឹងវានៅគេហៅថាលេចធ្លោដដែលហើយវាអត់ឆ្កងភ្នែកទេអញ្ចឹងយើងត្រូវការអាកសិបរបស់បងហ្នឹងគឺអញ្ចឹងចាអូទីហោម៉ាស៊ីនភ្លើងប៉ុនទុំមកអាចទូបានទេបងអាហ្នឹងចង់និយាយថាវាមើលទៅតាមនឹងដែរខ្ញុំនិយាយអញ្ចឹងមិនមែនថាចង់បានលុយគេឲ្យទូរហូតគប់ទាំងអស់ឯមែនទេទូចាំតែមួយខែក៏អូរលទៅមកបាត់ជើងអស់មួយខែសុំនៅសាសិនចាបងឃើញថារំខានពេលវេលាបងយូរចឹងអរគុណច្រើនចាជាចុងក្រោយខ្ញុំសូមជូនពរបងឲ្យបងមានភាពជោគជ័យនៅក្នុងអាជីពជាអ្នកច្នៃម៉ូដហើយបងមើលខ្ញុំសូមមួយឧទាហរណ៍ថាបើសិនជាមានក្រុមហ៊ុនអញ្ជើញបងទៅថត spot ពាណិជ្ជកម្មបងទៅទេបងទទួលទេនិយាយថាបើរឿងហ្នឹងទៅថាមានគេជួលនឹងតែអូខេ 100% អត់ចាំស្អែកទេចាអូខេទទួលចាអញ្ចឹងមានខ្ញុំសូមជូនពរបងចាអរគុណបងឆាប់បានថ្មីឲ្យឆាប់បានទទួល spot ពាណិជ្ជកម្មថ្មីជាច្រើនក្នុងពេលឆាប់ហ្នឹងចាអរគុណមែនតើចាអរគុណជួបបងថ្ងៃក្រោយម្ដងទៀតចាអរគុណទាំងអស់គ្នាអរគុណសម្រាប់ក្រុមការងារដែលបានមក surprise ដល់កន្លែងនេះអរគុណមែនតើចាបាយបាយចា